ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើជ្រក់ក្តឹបស្វាយឲ្យស្រួយឆ្ងាញ់បងប្អូនហើយរបៀបធ្វើងាយស្រួលធ្វើមែនតើហើយធ្វើឲ្យស្រួយឆ្ងាញ់ឥឡូវនេះឃើញថាសបកក្តឹបស្វាយមែនតើអញ្ចឹងបងប្អូនអាចយកក្តឹបស្វាយនោះមកធ្វើដូចខ្ញុំបានដំបូងនេះខ្ញុំយកអំបិលមួយស្ពាយបាយពេញហ្នឹងយកមកកូរនៅក្នុងទឹកដែលយើងត្រូវត្រាំស្វាយបងប្អូនហើយស្វាយនេះខ្ញុំមានចំនួន2គីឡូដែលមិនតាន់ចិត្តសបកហ្នឹងគឺវា2គីឡូចា៎នេះខ្ញុំចិត្តសបកអស់ហើយនេះខ្ញុំយកស្វាយហ្នឹងមកត្រាំទឹកអំបិលហ្នឹងមកពីព្រោះស្វាយខ្ចីក្តឹបអញ្ចឹងវាសបោជ័របងប្អូនចឹងត្រាំទឹកអំបិលទៅដើម្បីវាជ្រះជ័របានល្អចាំបន្តពីចិត្តសបោរួចហើយខ្ញុំលាងទឹកអំបិលនឹងចេញតើមកខ្ញុំនឹងលាងសម្អាតវាចំនួន2ទឹកទៀតណាចាំតពីលាងឲ្យជ្រះជ័របានល្អហើយនេះខ្ញុំយកស្វាយហ្នឹងមកពុះវាជា2ដើម្បីឆ្កឹះយកគ្រាប់ខាងក្នុងចេញណាចាធ្វើជ្រក់ស្វាយនេះយើងបានក្តឹបស្វាយដែលតូចដែលមិនតន់ដាក់លាអញ្ចឹងគឺថាឆ្ងាញ់មែនទេបងប្អូនហើយស្វាយណាដែលរាងធំនេះខ្ញុំពុះវាជា2អញ្ចឹងមកចាំតបមកនេះខ្ញុំយកអំបិលចំនួន70ក្រាមហ្នឹងមកប្រឡាក់ជាមួយស្វាយហ្នឹងបងប្អូនអំបិលនេះជាប្រភេទអំបិលក្រួសដែលបានបុកបងប្អូនគាត់ណាយើងយកអំបិលមាត់តែម្ដងវាអាចនឹងធ្វើឲ្យស្វាយយើងវាប្រៃខ្លាំងតែច្បល់រហូតតតែអំបិលហ្នឹងវារលាយសិនមកហើយខ្ញុំផ្អាប់ស្វាយជាមួយអំបិលហ្នឹងទុករយៈពេល2ម៉ោងសិនដើម្បីឲ្យស្វាយហ្នឹងវារៀងចេញជាតិជូរខ្លះចាំតពី2ម៉ោងក្រោយមកវាចេញជាតិទឹកអញ្ចឹងបងប្អូនឲ្យស្វាយហ្នឹងក៏វារាងទន់ប៉ុន្តែទន់អញ្ចឹងហើយមិនមែនថាវាអត់ស្រួយទេពេលយើងធ្វើឲ្យយកទៅខ្លះសេតកកគឺវាស្រួយខ្ញោកតែម្ដងបងប្អូនហើយខ្ញុំស្រង់ស្វាយចេញដើម្បីលាងទឹកវាបានចំនួន2ទឹកទៀតទៅដើម្បីវាជ្រះជាតិអំបិលខ្លះចាំតពីលាងសម្អាតហើយសម្រក់ទឹកឲ្យវារីងស្រស់បន្តិចមកនេះខ្ញុំចាប់ផ្ដើមប្រឡាក់ជាមួយនឹងស្ករសចំនួន3ខាំហើយនឹងម្សៅស៊ុបមាន់នឹង3ស្ព្រាបាយរួចច្បល់ឲ្យស្ករសនិងម្សៅស៊ុបមាន់នឹងវារលាយសិនមកចាចំពោះជ្រក់ក្តឹបស្វាយនេះងាយស្រួលធ្វើមែនទេបងប្អូនហើយគ្រឿងផ្សំមានតែប្រហែលមុខហ្នឹងយើងអាចធ្វើជ្រក់ក្តឹបស្វាយទុកហូបជាមួយអំបិលម្ទេសបានណាចាំបន្ទាប់ពីនេះខ្ញុំច្របល់ឲ្យស្ករនិងម្សៅស៊ុបមាន់ហ្នឹងវារលាយហើយនេះខ្ញុំយកទៅដាក់នៅក្នុងប្រអប់មួយដើម្បីយកទៅក្លាសេនៅក្នុងធុងទឹកកកហ្នឹងចំនួន2យប់សិនណាដើម្បីឲ្យជាតិស្ករហ្នឹងវាចូលជាតិជាមួយនឹងស្វាយបានល្អទើបយើងហូបទៅឆ្ងាញ់វាអត់សូវជូរបងប្អូនពីយប់ក្រោយមកឃើញថាវាល្មមហូបបងប្អូនគឺវាមានជាតិផ្អែមជ្រាបចូលក្នុងសាច់ស្វាយខ្លះទៅវាកាត់ជាតិជូរហើយយើងយកមកជ្រលក់ជាមួយអំបិលម្ទេសហឹលអញ្ចឹងមកគឺទំនងមែនតើអញ្ចឹងបងប្អូនចូលចិត្តហូបម្ជូរអីអាចសាកល្បងធ្វើហូបបានអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា